សូមជម្រាបសួរបងប្អូនអរគ្នាបាទសូមស្វាគមន៍មកកាន់កសិដ្ឋានចិញ្ចឹមកង្កែបបាទកំពង់ធំបាទបងប្អូនអរគ្នាបាទយើងបែកគ្នាមួយរយៈបាទទៅនឹងមានពេលទំនេរថ្ងៃនេះបាទហ្នឹងហើយបងប្អូនអរគ្នាសម្រាប់ការចិញ្ចឹមកង្កែបបាទហើយយើងជាផ្នែកមួយនៃសហគមន៍ចិញ្ចឹមកង្កែបកម្ពុជាហើយក្នុងការជាសហគមន៍គឺប្រមូលទិញកង្កែបសាច់យកមកដាក់នៅលើទីផ្សារណាបាទដោយសារតែតម្រូវការកង្កែបសាច់បច្ចុប្បន្ននេះគឺតម្រូវការខ្ពស់បាទសឹងតែមួយថ្ងៃមានមួយតោនក៏គេយកអស់ដែរមួយថ្ងៃមួយតោនពីរតោនក៏គេយកដែរបាទឲ្យតែមានប៉ុន្តែយើងអត់មានបាទបើស្បីតែខ្ញុំក៏មិនមានដែរកូនកាបទៅទូចបាទទៅលក់មកចេញបាទកាបសាច់ណាបាទបានទៅលក់កូនកាបឲ្យតមួយឲ្យតបងដែលគាត់ចង់ចាំអញ្ចឹងណាបាទតិចទៀតខ្ញុំធ្វើការរៀបចំនៅក្នុងការចាប់កូនកង្កែបទៅឲ្យគេបាទហើយថ្ងៃនេះគឺបងប្រុសតែគាត់ទិញយកទៅគឺយើងធ្វើការចាប់យកទៅឲ្យពួកគាត់បាទយកទៅឲ្យគាត់ណាបាទហ្នឹងហើយកង្កែបបច្ចុប្បន្ននេះបាទគឺឃើញបងឃើញសាំងឡើងថ្លៃអីហ្នឹងបាទមិនសូវមានណាចង់ធ្វើទេបាទហ្នឹងហើយបន្តថាត្រង់ចំណុចហ្នឹងពិបាកបន្តិចដែរបាទហ្នឹងមានអ្នកខ្លះគឺសាំងឡើងថ្លៃអីហ្នឹងគឺអត់ចង់ធ្វើមុខរបរអីទេទុកលុយសិនបាទហ្នឹងហើយសិនហ្នឹងអាលុយក៏អស់បាទអាមុខរបរក៏អត់បានបាទហ្នឹងហើយខ្ញុំឃើញឆ្នាំនេះបាទឆ្នាំនេះរបស់អ្វីនឹងឡើងថ្លៃ1 គុណជា2 1 គុណជា3បាទសារថាបងប្អូនភាគច្រើនគឺគាត់បាទគឺគាត់អត់ចំណាយទៅលើការវិនិយោគដូចជាផ្នែកកសិកម្មអីហ្នឹងគាត់អត់ចំណាយទេបាទគឺគាត់ទុកលុយបាទហ្នឹងហើយនេះបងប្អូនអរគ្នាខ្ញុំធ្វើការរៀបចំអូខេរៀបចំបាទរៀបចំធ្វើជាកន្លែងដាក់កង្កែបបាទហ្នឹងហើយបាទយើងរៀបអស់ហើយយើងអត់ទាន់បានរៀបដាក់ទេបាទផែនមួយរយៈទៀតយើងដាក់បាទខ្ញុំដាក់ឲ្យទឹកវាជោកសិនបាទជោកហើយបានខ្ញុំធ្វើការរៀបចំដាក់បាទខ្ញុំរៀបចំដាក់នឹងគេហៅថាដាក់នឹងដីបាទជាវិធីងាយដាក់នឹងវាស្រែបាទជាវិធីងាយដែលខ្ញុំធ្លាប់ធ្វើហើយក៏បន្តធ្វើទៅមុខទៀតដែរបាទហ្នឹងហើយខ្ញុំពងបូមទឹកបាទដាក់វាបដាណាបាទហ្នឹងហើយអញ្ចឹងវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងឯងបាទអរគុណច្រើនបាទជម្រាបលាបងប្អូនអរគ្នាបាទ